មាសឡើងដល់$6000ក្នុងមួយតម្លឹងហើយតើគួរលក់ឬក៏ទិញថែមបាទជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះដែរខ្ញុំមកនិយាយតាក់ទងនឹងមាសបន្តិចដោយសារថាមានការឡើងខ្លាំងមែនទែនឥឡូវនេះគឺឡើងដល់$6000ក្នុងមួយតម្លឹងហើយអញ្ចឹងទេមានបងប្អូនយើងជាច្រើនដែលគាត់ឆាតមកសួរខ្ញុំថាតើតម្លៃនេះគាត់នៅអាចទិញបានទៀតដែរឬទេហើយតម្លៃនេះគាត់គួរតែលក់ឬក៏ធ្វើការទិញបន្ថែមបាទអញ្ចឹងទេគឺអាស្រ័យទៅលើស្ថានភាពរបស់បងប្អូនអរគ្នាផ្ទាល់ពីព្រោះថាសម្រាប់អ្នកដែលគាត់អត់មានមាសអានឹងគាត់អាចធ្វើការទិញបានប៉ុន្តែយើងទិញជាលក្ខណៈបែងចែកលុយយើងទិញណាបងប្អូនអរគ្នាឧទាហរណ៍ថាបងប្អូនមាន$100000បងប្អូនអាចបែងចែក$10000សម្រាប់ការទិញឬក៏$30000សម្រាប់ការទិញជាលក្ខណៈធនាគារត្បូងអីចឹងណាបងប្អូនអរគ្នាយើងអាចទិញម្ដងទាំងអស់បានទេពីព្រោះថាបើសិនយើងទិញម្ដងទាំងអស់ក្នុងករណីមួយដែលតម្លៃមាសនឹងធ្វើការធ្លាក់ចុះអានឹងយើងនឹងខាតប៉ុន្តែបើសិនជាបងប្អូនឧទាហរណ៍ថាបងប្អូនមានលុយ$100000បងប្អូនយក$10000ទៅទិញសិនបើសិនជាមាសឡើងបន្តទៀតយើងក៏មានមាសមួយផ្នែកដែលយើងទិញ$10000 $10000នឹងហើយដែរអញ្ចឹងបើសិនជាបងប្អូនទិញ$10000ហើយមាសធ្លាក់ចុះបងប្អូនអាចយក$10000បន្ថែមទៀតយកមកទិញអញ្ចឹងទៅវាចលាគ្នាមកជួបមកភាគនៅក្នុងតម្លៃដែលយើងទិញហ្នឹងវាក៏ធ្លាក់ចុះដែរអានេះគឺសម្រាប់បងប្អូនដែលអត់ទាន់បានមានមាសចំពោះបងប្អូនដែលមានមាសហើយបងប្អូនទិញមាសចំណេញហើយចំណេញច្រើនហើយបងប្អូនចង់ធ្វើការលក់អញ្ចឹងសម្រាប់អ្នកលក់ក៏ដូចគ្នាដែរខ្ញុំណែនាំថាបងប្អូនអាចបែងចែកលក់បានឧទាហរណ៍ថាបងប្អូនមានមាស10តលឹងបងប្អូនអាចធ្វើការលក់1តលឹងឬក៏3តលឹងដើម្បីយកប្រាក់ចំណេញហើយរងចាំមើលណានៅពេលណាដែលមាសធ្លាក់ចុះបងប្អូនអាចយកលុយមកទិញមាសបន្ថែមវិញអានេះគឺជាយុទ្ធសាស្ត្រមួយដែលធ្វើឲ្យបងប្អូននឹងទទួលបានមាសបន្ថែមទៀតពីព្រោះថាបើសិនយើងលក់នៅតម្លៃថ្លៃហើយយើងយកលុយហ្នឹងយកមកចាំទិញនៅតម្លៃដែលថោកវិញអាហ្នឹងយើងនឹងទទួលបានមាសបន្ថែមទៀតអានេះគឺជាយុទ្ធសាស្ត្រដែលខ្ញុំតែងតែប្រើនៅពេលដែលខ្ញុំវិនិយោគទៅលើភាគហ៊ុនជាដើមនៅពេលដែលតម្លៃវាឡើងថ្លៃខ្ញុំធ្វើការលក់ហើយនៅពេលដែលតម្លៃភាគហ៊ុនធ្លាក់ចុះខ្ញុំក៏ធ្វើការទិញបន្ថែមហើយវាធ្វើឲ្យចំនួនហ៊ុនរបស់ខ្ញុំហ្នឹងគឺកើនឡើងអញ្ចឹងភាគលាភដែលខ្ញុំទទួលបានពីក្រុមហ៊ុនហ្នឹងក៏មានការកើនឡើងផងដែរអានេះគឺជាយុទ្ធសាស្ត្រដើម្បីធ្វើឲ្យ portfolio របស់បងប្អូនទាំងអស់គ្នាហ្នឹងមានការរីកធំធាត់បាទបើសិនជាបងប្អូនវិនិយោគទៅលើមាសវានឹងធ្វើឲ្យចំនួនមាសរបស់បងប្អូនហ្នឹងគឺកើនឡើងផងដែរបាទនេះជាយុទ្ធសាស្ត្រមួយទៀតចំពោះបងប្អូនមួយទៀតដែលគាត់ទៅតែធ្វើការចូលទិញហើយគាត់មានការព្រួយបារម្ភថាគាត់គួរតែធ្វើការកាន់មាសនឹងបន្តទៀតឬក៏លក់ចេញព្រោះខ្លាចថាមានតម្លៃធ្លាក់ចុះអីចឹងដោយសារថាក្នុងពេលបច្ចុប្បន្ននេះតម្លៃវាស្ថិតនៅក្នុងគេហៅថាលំហូរមួយគឺលំហូរឡើងអញ្ចឹងទេវានៅតែជាលំហូរឡើងនៅឡើយទេទោះបីមានការទម្លាក់ខ្លួនចុះវាគ្រាន់តែជាការគេថា correction បានន័យថាការទម្លាក់កែតម្រូវនៃតម្លៃហើយអាចនឹងធ្វើការហក់ឡើងបន្តទៀតអញ្ចឹងទេបងប្អូនអាចធ្វើការ hold បន្តទៀតបានពីព្រោះថាខ្ញុំគិតថាអនាគតមាសអាចនឹងធ្វើការឡើងបន្តទៀតបានអញ្ចឹងទេយើងអត់ចាំបាច់ធ្វើការបញ្ញាប់លក់ទេពេលខ្លះបងប្អូនគាត់ទឹមទិញប៉ុន្តែដោយសារតែគាត់ខ្លាចការធ្លាក់តម្លៃអញ្ចឹងទេគាត់យកទៅលក់ទាំងពេលខ្លះគាត់បានរួចដើមឬក៏ពេលខ្លះខាតតិចតួចអីអញ្ចឹងប៉ុន្តែសម្រាប់មាសខ្ញុំណែនាំឲ្យបងប្អូនសន្សំជារយៈពេលវែងយើងផ្ដោតសំខាន់ទៅលើគោលដៅរយៈពេលវែងពីព្រោះថាមាសគឺជាការវិនិយោគមួយដែលត្រូវការប្រើពេលវេលាក៏ដូចជាប្រើការអត់ធ្មត់នៅក្នុងការរងចាំទោះបីពេលខ្លះយើងទិញហើយមានការទម្លាក់តម្លៃចុះយើងខាតអីក៏ដោយប៉ុន្តែមាសគឺនៅតែជាមាសទេបងប្អូនអរគ្នាគ្រាន់តែថាតម្លៃវាអាចមានការប្រែប្រួលប៉ុន្តែបរិមាណមាសគឺនៅដដែលអញ្ចឹងទៅក្នុងអនាគតក៏វានឹងអាចធ្វើការកើនឡើងផងដែរពីព្រោះថាយើងអាចធ្វើការប្រឈប់អត្រាអតិផរណាបានទេអញ្ចឹងទេ10ឆ្នាំ20ឆ្នាំអីទៀតគឺមាសគឺនៅតែកើនឡើងដដែលបាទអញ្ចឹងទេខ្ញុំសង្ឃឹមថាអ្វីដែលខ្ញុំបានចែករំលែកអាចជាប្រយោជន៍ដល់បងប្អូនទាំងគ្នាក្នុងការជួយឲ្យបងប្អូនទាំងគ្នាធ្វើការសម្រេចចិត្តបានត្រឹមត្រូវប៉ុន្តែជាចុងក្រោយក៏វាអាស្រ័យទៅលើការសម្រេចចិត្តរបស់បងប្អូនផ្ទាល់ដែរពីព្រោះថាជោគវាសនារបស់បងប្អូនផ្ទាល់គឺអាស្រ័យទៅលើការសម្រេចចិត្តក៏ដូចជាការពិចារណារបស់បងប្អូនទាំងអស់គ្នាផ្ទាល់តែម្ដងអញ្ចឹងទេបើសិនជាបងប្អូនគិតថាវីដេអូនេះមានប្រយោជន៍បងប្អូនអាចធ្វើការចុច like ចុច share វីដេអូនេះដើម្បីឲ្យបងប្អូនរបស់យើងគាត់បានឃើញផងហើយសូមកុំភ្លេចជួយ Subscribe YouTube Channel របស់ខ្ញុំម្នាក់មួយផងបាទអរគុណច្រើនបងប្អូនអរគ្នាជម្រាបលា